បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះបាទគឺខ្ញុំបាទមានដំណឹងរបស់គេហៅថាចូលដល់ចំណុចរបស់អ្នកគ្រូទាយមាត់ទើបទៀតហើយបាទគឺចូលត្រូវទៀតហើយពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះមានដំណឹងមកថាប្រទេសថៃបាទចាប់ផ្ដើមចូលគេហៅថាចូលលក្ខណៈវិនិច្ឆ័យកាន់តែខ្លាំងណាពុកម៉ែបងប្អូនបាទគឺនៅក្នុងខេត្តម៉ែហុងស៊ុនបាទគឺមានករណីបាក់ស្ពានបាទបាក់ស្ពានយើងមើលទៅគួរឲ្យរន្ធត់បាទដោយសារតែទឹកបុកខ្លាំងបាទអញ្ចឹងចូលដល់ករណីដែលអ្នកគ្រូទាយផ្លាយនិយាយត្រូវទៀតហើយបាទហើយនៅខេត្តឈៀងម៉ៃបាទពុកម៉ែបងប្អូនមានគេហៅថាករណីវិកលចរិតអញ្ចឹងគម្រាមបាញ់ប្រហារនៅសាលាទៀតហើយបាទហើយមួយទៀតករណីដែលប្រទេសថៃចិត្តហិនហោចសេដ្ឋកិច្ចបាទក៏ចូលមកដល់ដែរបាទគឺត្រូវទៀតបាទត្រូវទៀតហើយពុកម៉ែបងប្អូនបាទគឺមានសេចក្តីរាយការណ៍ថាក្រុមហ៊ុនតូចធំរបស់ថៃបាទគឺជាង7000បាទគឺត្រៀមបិទទ្វារហើយត្រៀមបិទទ្វារបាទនៅក្នុងឆ្នាំ2026ហ្នឹងហើយដោយឡែកងាកទៅមើលសារភាពនៅព្រំដែនកម្ពុជាថៃឯនោះវិញគឺវានៅតែបង្កភាពតានតឹងពុកម៉ែបងប្អូនអញ្ចឹងបាបកម្មដែលវាកំពុងតែបង្កភាពតានតឹងនេះគឺវានៅតែធ្លាក់ទៅលើថៃដដែលទេបាទធ្លាក់ទៅលើសៀមដដែលបាទពុកម៉ែបងប្អូនទោះបីជាយ៉ាងណាក៏ដោយបាទរហូតមកទល់នឹងពេលនេះយើងដឹងហើយថាទំហំនៃការខូចខាតឬក៏ទុក្ខវេទនាដែលថៃបានបង្កមកឲ្យកម្ពុជាគឺយើងមិនអាចបំភ្លេចបាននោះទេបាទដោយមានពលរដ្ឋបាទវត្តអារាមប្រាសាទអគារតូចធំបាទមន្ទីរពេទ្យសាលារៀនគឺកំពុងតែរងចាំយុត្តិធម៌បាទនេះគឺជាប្រសាសន៍របស់អគ្គនាយកស៊ីម៉ាក់បាទដោយឡែកពុកម៉ែបងប្អូនក្រសួងការបរទេសកម្ពុជាក៏បានប្រកាសជំទាស់ទៅនឹងការសាងសង់លេនដ្ឋានឬក៏គម្រោងបាទតបណ្ដាញអគ្គិសនីនៅតំបន់ប្រាសាទតាក្របីរបស់កម្ពុជាផងដែរបាទដោយសារតែវានៅតែបង្កភាពតានតឹងនឹងហើយបានជាវាប្រទេសវាចាប់ផ្ដើមហិនហោចនោះបាទពុកម៉ែបងប្អូនអញ្ចឹងមកដល់ថ្ងៃនេះបាទគឺមួយយប់មួយថ្ងៃបាទគឺ F16 របស់វាបាទរហូតមកដល់ថ្ងៃនេះបាទថ្ងៃទី11ខែសីហាឆ្នាំ2026នេះ F16 របស់វានៅតែហោះកលឹងមកលើព្រំដែនកម្ពុជាបាទហើយវាF16 របស់វានឹងថែមទាំងដឹកនាំការហាត់សមគេហៅថាសមយុទ្ធ Peak Black បាទ Peak Black ឆ្នាំ2026ទៀតផងឲ្យឯងហាត់សមទៅបាទយន្តហោះចម្បាំង F16 របស់ឯងគង់តែធ្លាក់ដោយសារតែបារមីដូនតាខ្មែរទេពីព្រោះថាអ្នកគ្រូទាយផ្លាយបានទួទាយឲ្យថាឯងនឹងវិនិច្ឆ័យឲ្យចាប់ពីពេលវេលានេះតទៅនោះបាទដោយឡែកក្រសួងការបរទេសកម្ពុជាបាទនៅយប់មិញក៏បានប្រកាសជំទាស់យ៉ាងដាច់អហង្ការចំពោះទង្វើសាងសង់លេនដ្ឋានថ្មីរបស់យោធាថៃនៅលើទឹកដីកម្ពុជាក៏ដូចជាគម្រោងបាទគេហៅថាតបណ្ដាញអគ្គិសនីនៅតំបន់ប្រាសាទតាក្របីផងដែរបាទប៉ុន្តែជាដំបូងខ្ញុំបាទសូមរៀបរាប់លម្អិតពាក់ព័ន្ធទៅនឹងគេហៅថាយុគសម័យវិនិច្ឆ័យរបស់សៀមចូលមកដល់បាទដោយវាត្រូវទៅនឹងអ្វីដែលអ្នកគ្រូទាយមាត់ទៅផ្លាយគាត់ទស្សទាយកាលពីចុងសប្តាហ៍បាទអញ្ចឹងកាលពីប្រហែលថ្ងៃមុនខ្ញុំបាននិយាយហោហែមកហើយម្សិលមិញក៏បាននិយាយហោហែដែរពាក់ព័ន្ធទៅនឹងរឿងថៃវិនិច្ឆ័យបាទប៉ុន្តែពុកម៉ែបងប្អូនឲ្យឈុតណាស់នៅក្នុងថ្ងៃនេះគឺបណ្ដាសាឈុតនេះបានមកដល់ទៀតហើយបាទបានមកដល់ទៀតហើយនៅក្នុងថ្ងៃនេះពុកម៉ែបងប្អូនគឺក្តៅតែម្ដងបាននៅស្រុកគេហៅថានៅខេត្តម៉ែហុងស៊ុនបាទនៅក្នុងខេត្តម៉ែហុងស៊ុនបាទគឺស្ពានមួយខ្សែបាទបានបាក់ដាច់ជាពីរបាទបាក់ប្រហែលជា12ម៉ែត្របាទ12ម៉ែត្របាទស្ពានបាទខ្សែហ្នឹងនៅក្នុងខេត្តម៉ែហុងស៊ុនហ្នឹងគឺដោយសារតែទឹកទន្លេម៉ែសងាបាទគឺបានគេហៅថាហូរហៀជន់លិចខ្លាំងណាបាទដោយសារតែមានភ្លៀងធ្លាក់មិនព្រមឈប់បាទនេះហើយគេហៅថាសំបីតែទេវតាក៏មិនប្រណីហើយដែរបាទអញ្ចឹងធ្វើឲ្យស្ពានមួយខ្សែបាក់ប្រវែង12ម៉ែត្របាទស្ពាននេះពុកម៉ែបងប្អូនបើយើងនឹកសម័យទៅគឺជាបណ្ដាសារបស់ដូនតាខ្មែរដោយសារតែយោធាថៃបាទវាបានបញ្ជាយន្តហោះចម្បាំង F16 មកទម្លាក់ក្របបែកបាទមកផ្ដាច់
ស្ពានមេទឹករបស់កម្ពុជាយើងឲ្យដាច់បាទមកកំណាត់អញ្ចឹងកម្ពុជាវេរានេះវាចាប់ផ្ដើមធ្លាក់មកដល់វាហើយបាទធ្លាក់មកដល់វាហើយនៅក្នុងថ្ងៃហ្នឹងបាទពុកម៉ែបងប្អូនព្រះសង្ឃបាទនៅក្នុងគេហៅថាខេត្តម៉ែហុងស៊ុនហ្នឹងបាទក៏បានចេញមកមានសង្ឃដីកាផងដែរថាទឹកជំនន់គឺខ្លាំងក្លាមែនទែនបាទជាពិសេសគឺហូរហៀនៅតំបន់ជុំវិញគេហៅថាជើងស្ពានដែលបានបាក់រលំនេះណាបាក់រលំអស់មកកំណាត់ហ្នឹងបាក់ដាច់អស់មកកំណាត់ហ្នឹងគឺទឹកបាទបានជន់លិចស្រែចំការខ្ទេចខ្ទីគ្មានសល់បាទណែចូលដល់ចំណុចរបស់អ្នកគ្រូទាយផ្លាយក៏និយាយទៀតហើយបាទពុកម៉ែបងប្អូនបាទអញ្ចឹងដំណាំបាទបន្លែបង្ការរបស់វាចាប់ផ្ដើមហិនហោចបាទចាប់ផ្ដើមហិនហោចហើយបាទនេះគឺពាក់ព័ន្ធទៅនឹងរឿងទឹកជំនន់បាទដែលកំពុងតែលេបត្របាក់ថៃវិញបាទជាពិសេសគឺធ្វើឲ្យដាច់ស្ពានប្រវែង12ម៉ែត្របាទឥឡូវយើងងាកមកមើលគេហៅថាករណីវិកលចរិតបាទករណីវិកលចរិតវិញម្ដងបាទគឺនៅតែដដែលទៀតហើយបាទគឺថ្ងៃនេះបាទថ្ងៃនេះគឺកើតមានរឿងផ្អើលទៀតហើយបាទផ្អើលទៀតហើយនៅក្នុងខេត្តឈៀងម៉ៃបាទខេត្តឈៀងម៉ៃស្រុកមឿងឈៀងម៉ៃបាទស្រុកមឿងឈៀងម៉ៃបាទអញ្ចឹងគឺករណីដូចស្រដៀងទៅនឹងខេត្តនន្តបុរីដែរបាទគឺករណីបាញ់ប្រហារប៉ុន្តែនេះគឺជាករណីគម្រាមបាញ់ប្រហារបាទអញ្ចឹងករណីនេះគឺផ្អើលមែនទែនបន្ទាប់ពីទូរទស្សន៍អាម៉ារិនបាទអាម៉ារិន TV បានចុះផ្សាយគេហៅថា screenshot ណា screenshot ចេញពីក្រុមឆាតតាម LINE បាទតាម LINE អញ្ចឹងគឺគាត់ទូរទស្សន៍អាម៉ារិនបាន screenshot ហ្នឹងយកមកផ្សព្វផ្សាយធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនៅក្នុង screenshot នេះមានសិស្សម្នាក់បាទបាននិយាយថានៅព្រឹកម៉ោង11ព្រឹកហ្នឹងបាទគាត់ថានៅព្រឹកម៉ោង11ហ្នឹងខ្ញុំនឹងបាញ់អ្នកគ្រប់គ្នាបាទបានន័យថាបាញ់សម្លាប់អ្នកគ្រប់គ្នានៅបន្ទប់លេខ9និងលេខ10ណែបាទគឺសិស្សម្នាក់ហ្នឹងប្រកាសអញ្ចឹងហ្មងបាទពុកម៉ែបងប្អូនបាទគឺនៅសាលាគេហៅថា Montfort College បាទ Montfort College អញ្ចឹងគេថាខ្ញុំនឹងបាញ់សម្លាប់នៅម៉ោង11ព្រឹកខ្ញុំនឹងបាញ់សម្លាប់អ្នកគ្រប់គ្នានៅបន្ទប់លេខ9ហើយនិងលេខ10បាទគ្រាន់តែប៉ុណ្្នឹងភ្លាមបងប្អូនផ្អើលឆោឡោពេញប្រទេសថៃបាទជាពិសេសគឺនៅក្នុងខេត្តឈៀងម៉ៃនេះតែម្ដងបាទស្រុកមឿងឈៀងម៉ៃនេះបាទគឺបានប្រកាសបិទសាលានឹងភ្លាមតែម្ដងហើយប៉ូលីសបាទជ្រោងច្រាងមែនតែនបានមកឡោមព័ទ្ធហើយឆែកឆេរសិស្សគ្រប់គ្នានៅក្នុងសាលា Mon College នេះបាទ Montfort College នេះដើម្បីខ្លាចមានសិស្សណាមួយប្រកបអាវុធហើយយកទៅបាញ់ប្រហារដូចនៅក្នុងខេត្តនន្តបុរីដែរបាទអញ្ចឹងវាចាប់ផ្ដើមគេហៅថាអសន្តិសុខដេកលែងបានសុខហើយបាទប្រទេសហែងដេកលែងបានសុខហើយដោយសារតែបង្កទង្វើលាមកទង្វើអាក្រក់ច្រើនពេកទៅលើប្រទេសជិតខាងបាទជាពិសេសប្រទេសកម្ពុជាបាទវាបើកការបាញ់ប្រហារយ៉ាងកំរោលបើកការឈ្លានពានយ៉ាងកំរោលមកលើកម្ពុជាកម្ពុជានេះវាបានតបស្នងហើយបាទចូលយុគរបស់វាហើយបាទចូលយុគរបស់វាហើយតាមអ្វីដែលអ្នកគ្រូទាយផ្លាយបាននិយាយបាទនឹងចូលដល់ចំណុចវិកលចរិតរបស់គាត់នៅតែត្រូវបាទនៅតែត្រូវអញ្ចឹងខ្ញុំនៅតែនិយាយដដែលបណ្ដាសានេះឲ្យតែពេលណាដែលត្រូវគឺខ្ញុំនិយាយទៀតបាទបងប្អូនអញ្ចឹងដល់ចំណុចមួយទៀតបាទគឺចំណុចជនបរទេសត្រូវទៀតបាទត្រូវទៀតពុកម៉ែបងប្អូនកាលពីប្រហែលថ្ងៃមុនខ្ញុំបាននិយាយម្ដងរួចមកហើយករណីជនជាតិចិនបាទត្រូវគេចាក់សម្លាប់នៅគេហៅថាស្ថានភាពមួយកន្លែងនៅខេត្តជន់បូរីបាទអញ្ចឹងថ្ងៃនេះគឺមានសេចក្តីរាយការណ៍មកថាសាច់ញាតិឬក៏ឪពុកម្ដាយរបស់ជនជាតិរូបហ្នឹងជនជាតិចិនរូបហ្នឹងដែលមានអាយុទើបតែ20ឆ្នាំដែលត្រូវគេចាក់សម្លាប់នៅប្រទេសថៃហ្នឹងបាទគឺបានលើកគ្នាទាំងគ្រួសារមកតែម្ដងបាទគឺមកដល់ម្សិលមិញបាទមកដល់ម្សិលមិញមកដល់ប្រទេសថៃកាលពីម្សិលមិញបាទអញ្ចឹងបានលើកគ្នាមកទាំងគ្រួសារបាទទាមទារឲ្យថៃបាទទាមទារឲ្យថៃជាពិសេសឲ្យលោកនាយករដ្ឋមន្ត្រីអនុទានឆានរៈកុលតែម្ដងបាទឲ្យរកយុត្តិធម៌ឲ្យកូនគាត់បាទហេតុអីបានជានៅស្រុកនេះឯងអសុវត្ថិភាពម៉េះអសន្តិសុខម្លេះបាទកូនរបស់គាត់មកដើរទេសចរសោះបែរជាយកឆ្អឹងមកចោលនៅប្រទេសថៃបាទអញ្ចឹងគាត់បានទាមទារបាទមានការលើកបដាពុកម៉ែបងប្អូនមានការលើកបដាទាំងភាសាចិនផងភាសាថៃផងហើយនិងភាសាអង់គ្លេសផងបាទ
ទៀមទាឲ្យរដ្ឋាភិបាលរបស់លោកអនុទានឆានវរៈគុលរកយុត្តិធម៌ឲ្យកូនគាត់ឲ្យតតែបានបាទអញ្ចឹងយើងឃើញថាមួយរយៈចុងក្រោយនេះថៃបើគឺមើងងាយទៅលើជនជាតិចិនមែនតែនបាទអញ្ចឹងករណីចុងក្រោយគឺឈានដល់ការចាក់សម្លាប់អញ្ចឹងនេះគឺជារឿងជនបរទេសដែលកំពុងតែមកហែកឬក៏បោកស្បែកមុខថៃបាទប្រាប់ទៅអន្តរជាតិថាប្រទេសអ្នកឯងបរទេសមកគឺយកឆ្អឹងមកចោលហើយគេគ្រាន់តែដើរលេងសោះអ្នកឯងសម្លាប់គេបាទគឺថាខុសខើប្រៃផ្សៃមែនតែនបាទនេះគឺករណីគេហៅថាចូលដល់រឿងវិកលចរិតបាទមួយទៀតពុកម៉ែបងប្អូនចូលដល់រឿងគេហៅថាថៃវិនិច្ឆ័យហិនហោចបាទវិនិច្ឆ័យហិនហោចសេដ្ឋកិច្ចបាទអញ្ចឹងចូលដល់ចំណុចរបស់អ្នកគ្រូផ្លាយមួយទៀតបាទនៅក្នុងថ្ងៃនេះបាទពុកម៉ែបងប្អូនគឺកាសែតថៃនានាបាទគឺបានចុះផ្សាយថាក្រុមហ៊ុនថៃបាទតូចធំហើយសំបីតែក្រុមហ៊ុនដែលមានទុនបំរុងគេហៅថាដើមទុនរឹងមាំបាទក៏ប្រកាសគេហៅថាដាក់លិខិតរំសាយក្រុមហ៊ុនចៅដែរបាទគឺនៅក្នុង6ខែដំបូងនៃឆ្នាំ2026នេះបាទគឺមានជាង7000ក្រុមហ៊ុនបាទជាង7000ក្រុមហ៊ុនបានប្រកាសខ្សែធនឬក៏ប្រកាសរំលាយខ្លួនចោលបាទអញ្ចឹងគឺបង្ហាញឲ្យឃើញថាសេដ្ឋកិច្ចរបស់ប្រទេសថៃបាទគឺចាប់ផ្ដើមដាំក្បាលចុះហើយបាទគ្មានថ្ងៃឲ្យអាចស្រោចស្រង់ឡើងវិញបានទេបាទដោយសារអីបាទដោយសារតែអ្នកឯងមើងងាយប្រទេសជិតខាងពេកបាទអញ្ចឹងហើយទៅហ៊ានបិទព្រំដែនដោយឯកតោភាគីជាមួយប្រទេសជិតខាងបាទគ្រប់ប្រទេសទាំងអស់គឺវាបិទដោយឯកតោភាគីទាំងអស់ជាមួយកម្ពុជាក៏វាបិទមុនដោយឯកតោភាគីជាមួយមីយ៉ាន់ម៉ាក៏វាបិទមុនដោយឯកតោភាគីហើយជាមួយនឹងម៉ាឡេស៊ីក៏វាចាត់វិធានការហាមការនាំចូលត្រីឆ្ពង់របស់ម៉ាឡេស៊ីមុនដូចគ្នាដល់ម៉ាឡេស៊ីលេងវិញមានអីបាទបាសជើងខ្លួនឯងបាទបាសជើងខ្លួនឯងបាទអញ្ចឹងជាពិសេសគឺនៅកម្ពុជាតែម្ដងបាទពុកម៉ែបងប្អូនបិទបាទយើងបិទព្រំដែនវាបិទយើងមុនបាទអញ្ចឹងយើងក៏បិទដែរបន្តមកថ្ងៃនេះបាទអញ្ចឹងដល់រាបណាអ្នកឯងនៅតែបន្តទង្វើឈ្លានពានមកលើកម្ពុជាពលរដ្ឋខ្មែរគឺនៅតែបន្តធ្វើពហិការមិនប្រើប្រាស់ទំនិញថៃនោះឡើយបាទពាក់ព័ន្ធទៅនឹងរឿងបិទព្រំដែននេះបាទខ្ញុំសូមនិយាយបន្តិចដែរហើយក៏ជាការអំពាវនាវដែរបាទកុំចង់បានលុយថៃពេកបាទអញ្ចឹងយើងអត់ធ្មត់ទៅអត់នាំគ្នាអត់ធ្មត់ទៅបាទអញ្ចឹងនៅក្នុងថ្ងៃនេះពុកម៉ែបងប្អូននៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបាទមានសេចក្តីរាយការណ៍មកថាមានឈ្មួញបាទគេហៅថាឈ្មួញល្មើសបាទគេហៅថាឈ្មួញល្មើសច្បាប់បាទគឺបានលួចនាំចូលគេហៅថាសាច់មាន់ចម្រុះជាង1000តោនបាទជាង1000តោនពីប្រទេសថៃចូលមកកម្ពុជាបាទអញ្ចឹងមានទាំងអស់គឺ93កេសបាទគឺ1110ជាងគីឡូបាទ1000ដូចជា116គីឡូក្រាមបាទជើងគេហៅថាសាច់មាន់ចម្រុះអញ្ចឹងយើងឃើញថាថ្ងៃនេះគឺអាជ្ញាធរនៅក្នុងស្រុកម៉ាឡៃបានបញ្ជាក់ឲ្យអ្នកនាំពាក្យខេត្តតែម្ដងអ្នកនាំពាក្យខេត្តបន្ទាយមានជ័យតែម្ដងបានបញ្ជាក់ថាករណីបង្ក្រាបនេះគឺពិតជាកើតមានមែននៅព្រឹកមិញហ្នឹងបាទកើតមានមែនគឺពិតជាមានករណីបង្ក្រាបការនាំចូលសាច់មាន់ចម្រុះចូលមកកាន់ប្រទេសកម្ពុជាដោយខុសច្បាប់មែនទាំងដែលព្រំដែននៅបន្តបិទបាទនេះហើយគឺគេថាទោះបីថាអាជ្ញាធរខិតខំប៉ុណ្ណាក៏ដោយប៉ុន្តែបើឈ្មួញគេនៅតែមានចិត្តគេហៅថាបន្លំឬក៏លួចនាំចូលដោយខុសច្បាប់បាទគឺនៅតែឆ្លោះឆ្លួយមួយប៉ុន្តែទោះយ៉ាងណាអាជ្ញាធរនៅតែចាប់បានបាទនៅតែចាប់បានអញ្ចឹងករណីនៅថ្ងៃនេះមានការបង្ក្រាបបាទអញ្ចឹងក៏សូមអំពាវនាវដែរបាទយើងរួមគ្នាទៅបាទអ្នកដែលចង់បានលុយថៃហ្នឹងកុំចង់បានលុយវាអីពេកបាទអញ្ចឹងយើងខិតខំបាទធ្វើការឬក៏ប្រកបរបរនៅក្នុងស្រុករបស់យើងបាទរួមដៃគ្នាទាំងអស់ពលរដ្ឋខ្មែរជាង17លាននាក់ខ្ញុំគិតថាបើយើងរួមដៃគ្នាប្រកាសជាធ្វើឲ្យថៃវាខ្លាចរអាមិនខានទេបាទអញ្ចឹងគ្រាន់តែយើងបិទយើងបិទសេដ្ឋកិច្ចវាវិញបាទវាអាសន្នធំបាត់ហើយអញ្ចឹងគ្រាន់តែចាប់ផ្ដើមវាបករឿងមកលើយើងគឺសេដ្ឋកិច្ចរបស់វាដោនខ្លាំងបាទដោនខ្លាំងមែនទែនបាទអញ្ចឹងក្រុមហ៊ុនរបស់វា7000ហើយពុកម៉ែបងប្អូនអញ្ចឹងយើងរួមគ្នាទៀតឲ្យក្រុមហ៊ុនវាទាំងអស់នៅទូទាំងប្រទេសហ្នឹងឲ្យវាបិទទាំងអស់ទៅហើយឲ្យក្រុមហ៊ុនជប៉ុន
ឬក៏ក្រុមហ៊ុនអង់គ្លេសក្រុមហ៊ុនអាមេរិកអីបាទបុកសម្រុកមកបើកក្រុមហ៊ុននៅកម្ពុជាយើងវិញមកបាទដោយសារប្រទេសកម្ពុជាយើងគឺជាប្រទេសដែលមានសេរីភាពនយោបាយបើសម្រាប់ថៃវិញគឺរង្គោះរង្គើខ្លាំងបញ្ហានយោបាយផ្ទៃក្នុងរបស់គេហ្នឹងបានគេយករឿងអាជាតិនិយមរបស់គេហ្នឹងគេចង់កែតម្រូវបញ្ហាផ្ទៃក្នុងហ្នឹងបានប្រឆេះកំហឹងជាតិនិយមរបស់គេហ្នឹងហើយធ្វើសង្គ្រាមមកលើកម្ពុជាយើងនឹងឯងបាទអញ្ចឹងយើងអំពាវនាវគ្នាខ្ញុំសូមអំពាវនាវឲ្យពលរដ្ឋទាំងអស់បាទរួបរวมគ្នាទៅបងប្អូនបាទ17លាននាក់ជួយគ្នាម្ដាយមួយជើងប្រកាសជាឈ្នះថៃបាទវាមើងងាយយើងសម្បើមណាស់បងប្អូនគឺរាប់រយឆ្នាំមកហើយមកដល់ថ្ងៃនេះវានៅតែមើងងាយយើងសម្បើមណាស់បាទអញ្ចឹងគឺយើងត្រូវតែមានការឈឺចាប់បាទដោយឡែកបងប្អូនយើងងាកទៅមើលដំណឹងមួយទៀតបាទគឺស៊ីម៉ាក់បាទពាក់ព័ន្ធទៅនឹងការលើកឡើងរបស់អគ្គនាយកស៊ីម៉ាក់វិញបាទគឺបានន័យថាពលរដ្ឋខ្មែរបាទពុកម៉ែបងប្អូនប្រាសាទវត្តអារាមសាលារៀនមន្ទីរពេទ្យអគារតូចធំរាប់ម៉ឺនខ្នងដែលថៃបំផ្លាញហ្នឹងគឺកំពុងទន្ទឹងរង់ចាំយុត្តិធម៌បាទនេះគឺជាប្រសាសន៍ដែលមិនរបស់អគ្គនាយកស៊ីម៉ាក់បាទដែលនៅតែមិនភ្លេចអំពីទង្វើរបស់ថៃមកលើកម្ពុជាបាទក្រៅពីជនរងគ្រោះជាង360000នាក់នៅមានប្រាង្គប្រាសាទបុរាណខ្មែរផ្ទះសម្បែងសាលារៀនមន្ទីរពេទ្យវត្តអារាមអគារតូចធំរាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលពីការបាញ់ផ្លោងទម្លាក់គ្រាប់បែកនិងការប្រើប្រាស់សារធាតុគីមីរបស់យោធាថៃឈ្លានពានបាទមកលើកម្ពុជាប៉ុន្តែឥឡូវនេះគឺបាទបានន័យថាទាំងអស់នេះគឺកំពុងតែរងចាំយុត្តិធម៌ហើយបាទអញ្ចឹងតាមរយៈសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី11ខែសីហាឆ្នាំ2026នេះលោកហេងរតនាបានកត់សម្គាល់ថាថៃប្រឹងប្រកែកទម្លាក់កំហុសនិងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មីដើម្បីលាក់បាំងមហាពុទ្ធបុត្ររបស់ខ្លួននៅក្នុងគោលបំណងមូលបង្កាច់កម្ពុជាអំពីតួលេខជនភៀសឹកចំនួនជាង650,000នាក់បាទអញ្ចឹងប្រធានបាទអង្គភាពស៊ីម៉ាក់រូបនេះបានបញ្ជាក់ថាបច្ចុប្បន្នអង្គភាពស៊ីម៉ាក់បានបញ្ចប់ការស្រាវជ្រាវព័ត៌មានអំពីសំណល់យុទ្ធភ័ណ្ឌសង្គ្រាមដែលថៃបន្សល់ទុកបានចំនួន335ភូមិដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភ័ណ្ឌសង្គ្រាមចំនួនជាង3500គីឡូម៉ែត្រការ៉េបាទជាមួយគ្នាស៊ីម៉ាក់ប្រមូលបានទិន្នន័យប្រជាពលរដ្ឋជាង90000គ្រួសារស្មើនឹងជាង360,000នាក់បានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោមការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភ័ណ្ឌទូទៅរបស់ថៃបាទអស់លោកអ្នកនេះគឺជាប្រសាសន៍បាទរបស់អគ្គនាយកស៊ីម៉ាក់បាទគឺលោកហេងរតនាបាទដោយឡែកបាទកាលពីយប់មិញពុកម៉ែបងប្អូនគឺក្រសួងការបរទេសកម្ពុជាបាទគឺបានចេញមកប្រកាសជំទាស់យ៉ាងដាច់អហង្ការតែម្ដងបាទចំពោះបាទគេហៅថាការសាងសង់លេនដ្ឋានបាទថ្មីនៅលើទឹកដីកម្ពុជាបន្ថែមទៀតក៏ដូចជាការពង្រីកបណ្ដាញអគ្គិសនីនៅតំបន់ប្រាសាទតាក្របីរបស់កម្ពុជាបាទអញ្ចឹងទេរាល់ការឈ្លានពានរបស់ថៃមកលើកម្ពុជាជាពិសេសការពង្រីកលេនដ្ឋាននៅតំបន់ថ្មដាជាដើមនោះបាទគឺក្រសួងការបរទេសកម្ពុជានៅតែបន្តប្រកាសជំទាស់យ៉ាងដាច់អហង្ការជាពិសេសមួយទៀតបាទគឺការតបណ្ដាញអគ្គិសនីនៅតំបន់ប្រាសាទតាក្របីតែម្ដងហើយឆ្ពោះទៅកាន់ប្រាសាទគេហៅថាភ្នំ333ឬក៏ភ្នំ350ហ្នឹងបាទអញ្ចឹងគេចង់តបណ្ដាញជុំវិញហ្នឹងបាទនេះគឺគម្រោងផែនការរបស់វាពុកម៉ែបងប្អូនគ្មានអ្វីក្រៅពីចង់លេបទឹកដីកម្ពុជាយើងបន្ថែមទេហើយគឺដើម្បីរៀបផែនការសម្រាប់ការវាយប្រហារជុំទី3តែម្ដងបាទជាក់ស្ដែងគឺយន្តហោះចម្បាំង F16 របស់វានៅតែហោះក្រវ៉ែតំបន់ព្រំដែនកម្ពុជាបាទរហូតមកដល់ថ្ងៃនេះតែម្ដងបាទពុកម៉ែបងប្អូនអញ្ចឹងគ្មានអ្វីទេបាត់បញ្ចប់ចុងក្រោយនេះបាទគឺតែមានតែដាក់បណ្ដាសាឲ្យវារលំរលាយដោយបណ្ដាសារបស់អ្នកគ្រូទាយមាត់ទឹកផ្លាយទេបាទពុកម៉ែបងប្អូនអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំបាទសូមបတ်បញ្ចប់ត្រឹមប៉ុណ្នេះបាទសូមអរគុណសូមជម្រាបលា